បាទជំរាបសួរបងប្អូនអ៊ំពូមីងទាំងអស់គ្នាមានបងប្អូនណាខ្លះដែលជួបបញ្ហាទៅលើដំណាំតែងតែជួបសត្វល្អិតដូចជាចៃដង្កូវសត្វចង្រៃផ្សេងមកបំផ្លិចបំផ្លាញទៅលើដំណាំដែលបង្អាក់ធ្វើឲ្យដំណាំរបស់យើងលូតលាស់មិនល្អបាទក្នុងវីដេអូនេះខ្ញុំមកចែកម្លែកបងប្អូនពីការផលិតថ្នាំពុលមួយប្រភេទទៀតហើយដែលមានភាពងាយស្រួលក្នុងការផលិតយើងផលិតភ្លាមគឺយើងប្រើប្រាស់ភ្លាមតែម្ដងបាទបងប្អូនបានឃើញខ្ញុំកំពុងបង្ហាញនេះគឺយើងមានវត្ថុធាតុដើមជាច្រើនប្រភេទហើយនេះគឺជាប្រភេទទឹកផេះអង្កាមដែលយើងច្រោះរួចបាទសម្រាប់យកមកប្រើប្រាស់យើងដាក់2ស្លាបព្រាក្នុងល្បាយទឹករបស់យើងចំណុះ2លីត្របាទហើយនេះគឺជាសាប៊ូលាងចានបងប្អូនអញ្ចឹងមានសិតតាសឹងតែយើងអាចរកងាយស្រួលនឹងរកទេបាទសាប៊ូលាងចានគឺយើងប្រើ1ស្លាបព្រាទៅ2ស្លាបព្រាដែរអញ្ចឹងក្នុងរូបមន្តនេះខ្ញុំប្រើ2ស្លាបព្រាទៅលើដំណាំដែលយើងដាំដែលវាឲ្យមានអាយុរៀងច្រើនគួរសមដែរមានន័យថាដំណាំនោះដោយសារមានសត្វល្អិតច្រើនអញ្ចឹងយើងដាក់2ស្លាបព្រាហើយនេះគឺជាទឹកខ្មេះបាទទឹកខ្មេះខ្ញុំប្រើ2ស្លាបព្រាដែរនៅក្នុងបរិមាណទឹករបស់យើង2លីត្របាទមានន័យថា1លីត្រជាងទៅ2លីត្រយើងដាក់ប៉ុណ្ណឹងហើយយើងអាចប្រើប្រេងឆាបើបងប្អូនមានប្រេងឆាធម្មតាក៏បានដែរប្រេងឆាណាក៏បានដែរបាទយើងដាក់2ស្លាបព្រាដែរទៅបាទហើយយើងមានសាប៊ូឬម្សៅសាប៊ូផ្សេងបែបបងប្អូនមាននៅផ្ទះនឹងគឺជាសាប៊ូបោកខោអាវយើងដែរទេបាទអញ្ចឹងយើងដាក់1ស្លាបព្រាទៅ2ស្លាបព្រាដែរបាទអញ្ចឹងរូបមន្តនេះគឺយើងប្រើទៅមានប្រសិទ្ធភាពភ្លាមតែម្ដងទៅលើពពួកដូចជាចៃបាទដូចជាដង្កូវលក្ខណៈដង្កូវតូចល្មមឬមួយប្រភេទដង្កូវអាចនិយាយថានៅក្រោមស្លឹកឬប្រភេទសម្ោចបងប្អូនបាញ់ទៅគឺអាចនឹងឃើញភ្លាមវាងាប់ភ្លាមសងល់ភ្លាមតែម្ដងបាទបន្ទាប់ពីយើងបានលាយសមាធាតុរបស់យើងនៅក្នុងកដងយើងហើយយើងក្លុកវាឲ្យសព្វយកមកបាញ់នៅកន្លែងសត្វល្អិតដែលតោងឬដោយបងប្អូនបានឃើញនេះជាក់ស្ដែងទៅលើប្រភេទចៃសនេះអញ្ចឹងយើងបាញ់ឲ្យចំវាតែម្ដងបាទបើសិនជាបាញ់លើកទី1វាមិនតាន់មានដូចថាងាប់ច្រើននេះទេបងប្អូនអាចបាញ់ក្នុង2ថ្ងៃឬ3ថ្ងៃជាប់គ្នាបងប្អូននឹងឃើញវាងាប់ប៉ុន្តែខ្ញុំបាញ់ភ្លាមដែលខ្ញុំដាក់បរិមាណប៉ុណ្ណឹងខ្ញុំឃើញវាចៃខ្លះចៃប្រភេទចៃសនេះគឺងាប់ភ្លាមបាទវាសងល់ដូចបងប្អូនឃើញវាធ្លាក់ខ្លះអីតែម្ដងហើយអាសត្វនេះអាចនិយាយថាថ្នាំពុលល្មមគឺបាញ់វាអត់ងាយងាប់ទេបងប្អូនបាទប៉ុន្តែប្រភេទសម្ោចប្រភេទតកូវដែលវាឆាប់ស្រូបអាចថាថ្នាំពុលយើងចូលក្នុងខ្លួនហ្នឹងគឺវាឆាប់ងាប់ភ្លាមតែម្ដងបាទអញ្ចឹងដោយបងប្អូនបានពិនិត្យឃើញនេះគឺវាងាប់មានខ្លះមុនហ្នឹងគឺវាវើកតែឥឡូវនេះគឺវាសងល់វាងាប់ហើយខ្ញុំបានមើលបន្ទាប់ពីថ្ងៃដែលយើងបានបាញ់ហើយវាអាចងាប់ថាចន្លោះពី60%ដែរអញ្ចឹងវានៅខ្លះអញ្ចឹងយើងអាចបាញ់2ថ្ងៃឬ3ថ្ងៃបើជាប់គ្នាបាទប៉ុន្តែទៅលើដូចជាដំណាំម្ទេសត្រប់ពេញប៉ោះយើងតែងតែជួបឃើញមានប្រភេទចៃមួយប្រភេទនេះវាអត់មានពណ៌សទេដែលវានៅក្រោមស្លឹកភាគច្រើនវានៅយូរទៅស្លឹកនឹងរួញឡើងក្តាញ់ចូលគ្នាតែម្ដងក្តឹបនឹងផ្លែអីគឺលូតលាស់បានល្អទេបើរួមទាំងមានសម្ោចផងដែរអញ្ចឹងយើងបាញ់ទៅដូចបងប្អូនបានឃើញនេះអញ្ចឹងប្រភេទកូនម្ទេសកូនដំណាំអីគឺយើងប្រើបានទាំងអស់ទៅលើអាចនិយាយថាថ្នាំពុលមួយប្រភេទនេះគឺវាមានប្រសិទ្ធភាពបងប្អូនអាចសាកល្បងហើយសិតសឹងតែវត្ថុធាតុដើមដែលយើងរកបានយ៉ាងងាយស្រួលនៅផ្ទះរបស់បងប្អូនទេហើយដូចជាប្រភេទទឹកផេះអង្កាមបើសិនជាបងប្អូនអត់មានហើយពិបាករកខាងខ្ញុំមានសម្រាប់ទឹកផេះអង្កាមដែលសម្បូរដោយក្បុងមានន័យថាពេលដែលយើងប្រើទៅមានប្រសិទ្ធភាពខ្ពស់ខ្ញុំមានសម្រាប់គុតគងជូនបងប្អូនអ៊ំពូមីងដែរបងប្អូនអាចតំណតាមលេខទូរស័ព្ទរបស់ខ្ញុំដាក់នៅខាងលើនេះជាលេខ Telegram ផ្ទាល់របស់ខ្ញុំតែម្ដងបាទហើយយើងក៏មានជីបំពន់ជំនួយស្លឹកជំនួយផ្លែជំនួយឫស